ប្រទេសញូពីប្រទេសថៃបើយោងទៅតាមសារព័ត៌មាន Reuters អតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីនស៊ីរវត្ត្រាត្រូវបានដោះលែងចាញ់ពីពន្ធនាគារបន្ទាប់ពីជាប់ឃុំឃាំងអស់រយៈពេល8ខែការដោះលែងនេះកើតឡើងក្រោយតុលាការថៃបានពិនិត្យករណីស្នាក់នៅមន្ទីរពេទ្យរបស់លោកដែលត្រូវបានគេចោទប្រកាន់ថាអាចជាវិធីកិច្ចវេះពីការជាប់ពន្ធនាគារពិតប្រាកដករណីនេះបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងមានប្រជាពលរដ្ឋជាច្រើនដែលកើតបានចូលរួមអមដំណើរលោកថាក់ស៊ីនស៊ីរវត្ត្រាពេលដែលគាត់ចាញ់ពីគុកមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងករណីក្នុងនយោបាយថៃខណៈដែលអ្នកគ្រប់គ្រងនិងអ្នករិះគន់កំពុងតែតាមដានយ៉ាងជិតស្និទ្ធអ្នករិះគន់និងអ្នកគ្រប់គ្រងកំពុងតែតាមដានយ៉ាងជិតស្និទ្ធតើការដោះលែងនេះអាចនឹងមានឥទ្ធិពលយ៉ាងដូចម្ដេចទៅលើអតីតឬក៏អនាគតនយោបាយរបស់គ្រួសារថាក់ស៊ីនស៊ីរវត្ត្រានិងស្ថានភាពនយោបាយនៅប្រទេសថៃពេលដែលគាត់ចាញ់ពីពន្ធនាគារឃើញកូនស្រីរបស់គាត់ជាអតីតនាយករដ្ឋមន្ត្រីដែរហើយនឹងអ្នកអមដំណើរជាច្រើនដែលបានស្រឡាញ់និងចូលចិត្តគាត់ចូលរួមអញ្ចឹងឥទ្ធិពលរបស់គាត់មើលទៅនៅតែខ្លាំងមានអ្នកគ្រប់គ្រងច្រើនអញ្ចឹងចាំមើលតើតាមដានអ្នកគ្នាចាំតាមដានអ្នកតទៀតវាទៅជាយ៉ាងណា